ក្របពេជ្រមានតម្លៃរាប់លានដុល្លារយុវជនស្មោះសរថ្លែងថាលើកទង់ជាតិកម្ពុជាឈរលើឆាកអន្តរជាតិខ្ញុំបាទគេមិនថាមកពីថ្នាក់ទី10កនៃសាលាវិទ្យាល័យហ៊ុនសែនតាពាំង3សូមបកស្រាយប្រធានបទក្របពេជ្រកម្ពុជាក្របពេជ្រនេះគឺមិនមែនសំដៅទៅលើក្របពេជ្រដែលគេជីកកកាយយកមកពីដីដាក់តាំងក្នុងហាងដើម្បីយើងទិញលពាក់លម្អនោះទេប៉ុន្តែក្របពេជ្រនេះគឺសំដៅទៅលើធនធានយុវជនយុវនារីនិងជាសិស្សានុសិស្សចំនួនក្រោយនៃប្រទេសកម្ពុជាហើយខ្ញុំក៏មានសំណួរសួរទៅកាន់អង្គវេទិកាមួយសំណួរថាតើអង្គវេទិកាទាំងមូលចង់ខ្លាចជាក្របពេជ្រកម្ពុជាទេប្រសិនបើចង់ខ្លាចជាក្របពេជ្រដ៏ថ្លៃថ្លារបស់ប្រទេសកម្ពុជាយុវជនយុវនារីត្រូវអនុវត្តវិធានការពីរត្រូវមួយកុំ1ត្រូវពង្រឹងសមត្ថភាពក្នុងវ័យសិក្សាការសិក្សារៀនសូត្រពិតជាសំខាន់សម្រាប់យុវជនយុវនារីណាស់ហើយយើងត្រូវតែខិតខំសិក្សារៀនសូត្រព្រោះការសិក្សារៀនសូត្រនេះហើយដែលជាសមត្ថភាពរបស់យើងដើម្បីជួយយើងខ្លួនឯងសង្គមជាតិនិងគ្រួសារបានផងដែរតែពាក្យស្លោកមួយគេនិយាយថាមានចំណេះវិជ្ជាដូចមានថង់ទ្រព្យជីវិតរស់នៅបវរដោយសារតែមានចំណេះវិជ្ជាហើយបើយើងគ្មានចំណេះវិជ្ជាគ្មានសមត្ថភាពតើរកឯណាទៅធនធានសម្រាប់កសាងជាតិដើម្បីលើកទង់ជាតិកម្ពុជាឈរលើឆាកអន្តរជាតិនោះហើយដើម្បីពង្រឹងសមត្ថភាពយុវជនយុវនារីត្រូវតែចូលរួមក្នុងកិច្ចការសង្គមដើម្បីដោះស្រាយជួយសង្គមជាតិហើយប្រសិនបើយើងមានសមត្ថភាពយើងក៏អាចជួយប្រទេសជាតិយើងទៅដល់ថ្ងៃអនាគតផងដែរប៉ុន្តែសួរថាបើសិនជាយើងមិនទាន់មានសមត្ថភាពតើអាចតំណាងប្រទេសជាតិយ៉ាងម៉េចទៅប៉ុន្តែអ្នកខ្លះទៀតបើមានសមត្ថភាពមិនទាន់ស្គាល់ពីអរិយធម៌វប្បធម៌ផងដែរនោះតើអាចឲ្យតំណាងជាតិយ៉ាងម៉េចទៅដើម្បីតំណាងជាតិបានយើងត្រូវតែស្គាល់អំពីវប្បធម៌ប្រវត្តិសាស្ត្រប្រទេសកម្ពុជាជាមុនសិនប្រទេសកម្ពុជាគឺជាប្រទេសមួយនៃម្ចាស់ទឹកដីអាស៊ីអាគ្នេយ៍ដែលមានដើមកំណើតតាំងពីយូរយារណាស់មកហើយប្រទេសកម្ពុជាស្ថិតនៅក្នុងអំពូលខ្មែរម៉តដែលនៅថ្នាក់ទី10កតែគេនិយាយថាភាគច្រើនជាផ្សេងដែលគេនិយាយថាកម្ពុជាគឺជាជនជាតិពេតិចមកពីជនជាតិភាគខាងផ្សេងប៉ុន្តែកម្ពុជាគឺជាទឹកដីដែលមានតាំងពីយូរយាររាប់លានឆ្នាំនេះមកហើយតែផុសតាងនោះគឺនៅទឹកដីកុងសាំងស៊ីនទឹកដីកម្ពុជាក្រោមដែលសប្តាហ៍ជាប្រទេសរបស់វៀតណាមជាផុសតាងសម្រាប់ឲ្យយុវជនយុវនារីដឹងថាកម្ពុជាមានតាំងពីបុរេប្រវត្តិសាស្ត្រមកម្លេះមិនមែនតែមានពាក់កណ្ដាលសតវត្សហើយធ្វើអួតអាងនោះទេទី2ស្វែងរកឱកាសយុវជនយុវនារីត្រូវខិតខំស្វែងរកឱកាសដើម្បីដោះស្រាយឱកាសមិនមែនចេះតែមាននោះទេដូចជាការប្រឡងនេះអញ្ចឹងខ្ញុំស្វែងរកឱកាសដើម្បីទទួលបានភាពជោគជ័យដើម្បីទទួលបានភាពជោគជ័យទៅឪពុកម្ដាយរបស់ខ្ញុំហើយខ្ញុំក៏សូមលើកឧទាហរណ៍ចំពោះដូចជាបងពេជ្រវតីស្រាវតីដែលគាត់គឺជា Miss Grand ឆ្នាំ2023ដែលគាត់តំណាងប្រទេសកម្ពុជាគាត់ជាក្មេងកំព្រាមែនប៉ុន្តែគាត់ខំប្រឹងតស៊ូលើកទង់ជាតិកម្ពុជាឈរលើឆាកអន្តរជាតិដើម្បីឲ្យដឹងថានេះហើយជាវប្បធម៌ខ្មែរជាអរិយធម៌ខ្មែរជាប្រាសាទរបស់ខ្មែរគាត់តំណាងដល់ប្រទេសកម្ពុជាដែលមានអ្នកគ្រប់គ្រងគោរពស្រឡាញ់គាត់រាប់លានអ្នកហើយនៅប្រទេសកម្ពុជាឥឡូវនេះក៏មានអ្នកគោរពស្រឡាញ់គាត់ដែរគាត់ខិតខំផ្សព្វផ្សាយវប្បធម៌ខ្មែរទៅកាន់ឆាកអន្តរជាតិនិងបានប្រាប់ថាគាត់ជាកូនខ្មែរគាត់គឺអាចធ្វើបានគ្រប់យ៉ាងដើម្បីប្រទេសជាតិរបស់គាត់ហើយគាត់ក៏អាចយកសមត្ថភាពរបស់គាត់ឡើងទៅលើឆាកអន្តរជាតិដើម្បីកាន់ទង់ជាតិលើឆាកអន្តរជាតិបានផងដែរហើយយើងគឺក៏អាចធ្វើបានដូចគាត់បានផងដែរប្រសិនបើយើងមានឱកាសឥឡូវហ្នឹងក៏មានឱកាសដើម្បីឲ្យអ្នកទាំងអស់គ្នាក្នុងការចូលរួមបានផងដែរឱកាសមានច្រើនណាស់ព្រោះរាជរដ្ឋាភិបាលបានផ្ដល់ឱកាសសម្រាប់ប្រជាពលរដ្ឋសិស្សានុសិស្សនិងយុវជនទាំងអស់គ្នាដូច្នេះហើយប្រសិនឱកាសមកចិត្តខ្លួនយើងហើយហេតុអីយើងមិនចាប់យកឱកាសនោះដើម្បីលើកទង់ជាតិកម្ពុជាឈរលើឆាកអន្តរជាតិទៅទី3កុំខ្លាចភាពបរាជ័យកុំខ្លាចគេស្ទេបន្តបង្អាប់ការខ្លាចភាពបរាជ័យនេះហើយតើធ្វើឲ្យយុវជនយុវនារីមិនហ៊ានចោះឈ្មោះក្នុងការប្រឡងកម្មវិធីនិយាយជាសាធារណៈព្រោះខ្លាចគេស្ដាយចំអកសម្លេងខ្លាចគេស្ដាយមើលងាយសមត្ថភាពខ្លាចគេមើលងាយសមត្ថភាពរបស់យើងដោយសារតែខ្លាចយើងធ្វើមិនបានល្អគេស្ដាយចំអកប៉ុន្តែអ្នកទាំងអស់គ្នាដឹងទេការខ្លាចភាពបរាជ័យនេះហើយដែលធ្វើឲ្យអ្នកគ្នាជួបនឹងភាពបរាជ័យដូចជាបងស្រីឡាយស៊ូយីដែលគាត់ជាម្ចាស់ brand Visa Flower ដែលគាត់បានបង្កើត brand នីមួយៗគឺមិនងាយស្រួលទេព្រោះ brand ហ្នឹងគឺបង្កើតមកគឺត្រូវបងប្អូនឲ្យជួនរាល់ទៀតផងហើយ brand របស់គាត់គឺជា brand ទី1ហើយដែលឈ្នះមានច្រើនជាងគេនៅអាស៊ីអាគ្នេយ៍នៅមានអ្នកគ្រប់គ្រងនិងគ្រប់ស្រឡាញ់ជាច្រើនគាត់ចែក Vespa ច្រើនតែចង់បាន Vespa ដែរឬទេគាត់គឺជាដូចជាម្សថីនេះអញ្ចឹងគាត់ដេកលើមាសតែម្ដងហើយយើងក៏អាចធ្វើបានដូចគាត់ផងដែរប្រសិនបើយើងកុំខ្លាចភាពបរាជ័យហើយជាចុងក្រោយខ្ញុំសូមសំណូមពរទៅកាន់យុវជនយុវនារីត្រូវពង្រឹងសមត្ថភាពស្វែងរកឱកាសហើយចុងក្រោយគឺកុំខ្លាចភាពបរាជ័យកុំខ្លាចគេស្ទេបន្តបង្អាប់ការខ្លាចភាពបរាជ័យនេះហើយធ្វើឲ្យអ្នកគ្នាជួបនឹងបរាជ័យហើយសិតតែនិយាយតមកថាចង់ខ្លាចជាតំពាំងសន្តិសុខរបស់ជាតិប៉ុន្តែបើមើលទៅសមត្ថភាពក៏គ្មានធ្វើអ្វីក៏ឲ្យធ្វើខូចខាតដល់សង្គមឲ្យខ្លាចជាតំពាំងសន្តិសុខរបស់ជាតិទៅសូម្បីតែតំពាំងខោជើងជ្រូកក៏ធ្វើមិនកើតផងសូមអរគុណនិងសូមអរព្រះគុណ
ពីបានបញ្ចប់ការបកស្រាយហើយប៉ុន្តែឃើញថាពីម្នាក់ទៅម្នាក់